ការចាត់ចែងពី Manchester United របស់ Casemiro នៅរដូវក្តៅខាងមុខនេះបាទធ្វើឲ្យក្រុមធំឬក៏កីឡាករល្បីៗពីររូបមានការប្រជែងគ្នាជាខ្លាំងបាទនោះគឺ Lionel Messi ហើយនិង Ronaldo បាទសម្រាប់ Lionel Messi ដែលកាន់កាប់នៅក្នុងក្លឹប Miami នៅពេលនេះបាទគឺព្យាយាមចុះហត្ថលេខាជាមួយនឹង Casemiro ដើម្បីទាញ Casemiro ចូលមកលេងនៅ Miami ហើយក្នុងនោះដែរCasemiro បានគេថាបញ្ចេញមតិមួយថាគឺមានចំណាប់អារម្មណ៍ជាមួយនឹងក្រុម Miami មែនតើដោយសារតែចិត្តចង់ទៅរស់នៅជាមួយនឹង USA ឬក៏សហរដ្ឋអាមេរិកក៏ប៉ុន្តែ Ronaldo វិញមិនព្រមនោះទេគឺគេព្យាយាមនិយាយជាមួយនឹង Al Nassr ដើម្បីឲ្យ Al Nassr ទាញ Casemiro ទៅលេងឲ្យក្លឹបរបស់ខ្លួនព្រោះអីបាទ Casemiro នេះគឺជាដៃគូដ៏ល្អជាមួយនឹង Ronaldo ការដែលលេងជាមួយគ្នានៅ Real Madrid រយៈពេល4ឆ្នាំបាទដែលលេងឲ្យ Manchester United Casemiro គឺរកគ្រាប់បាល់បានច្រើនមែនទែនហើយធ្វើឲ្យអ្នកគាំទ្ររបស់បិសាចក្រហមស្រឡាញ់និងគាំទ្រ Casemiro ខ្លាំងមែនទែនបន្ទាប់ពីលោកបានប្រកាសថាលោកនឹងចាក់ចេញពី Manchester United នៅរដូវក្តៅនេះ fan បាននាំគ្នាស្រែកជាខ្លាំងគឺពេញកីឡាដ្ឋានតែម្ដងឲ្យ Casemiro បន្តនៅបិសាចក្រហមក៏ដូចជា Manchester United មួយឆ្នាំទៀតប៉ុន្តែ Casemiro អាចនឹងបញ្ចប់ឬក៏បន្តប៉ុន្តែអ្វីដែលលោកបាននិយាយកាលពីខែមុនលោកបាននិយាយថាលោកនឹងត្រូវចាក់ចេញពី Manchester United ឬក៏ Old Trafford ហើយតោះចូលរួមតាមដានទាំងអស់គ្នាថាតើ Casemiro គាត់នឹងចូលទៅលេងឲ្យក្រុមណាទី1គឺ Miami ដែលលោកបាននិយាយឲ្យថាលោកចង់ទៅរស់នៅសហរដ្ឋអាមេរិកហើយទី2គឺ Al Nassr តែ Ronaldo ព្យាយាមចង់បានដៃគូដែលធ្លាប់លេងជាមួយគ្នាមកចូលរួមនៅក្នុងក្លឹបតែមួយបាទកុំភ្លេចចូលរួមតាមដានជាមួយនឹង admin ទាំងអស់គ្នាដែលជាភ្នាក់ងាររបស់គោខ្មែរបាទ admin BM Sport ណាបាទហើយកុំភ្លេចចូលរួមជាមួយនឹង link Telegram របស់ admin ដែលនៅពីក្រោម profile ដើម្បីចូលរួមដកស្រង់ជាមួយនឹងព័ត៌មានលម្អិតក៏ដូចជាគូសពរាល់ថ្ងៃផងដែរបាទសូមអរគុណច្រើន